ស្រឡាញ់មិត្តភក្តិដល់ចិត្តស្មោះដូចចាំងហ្វីជាគំរូប្រពន្ធកូនទុកដូចជាសម្លៀកបំពាក់ឯមិត្តភក្តិទុកដូចជាដៃជើងចាំងហ្វីក្នុងរឿងសាមកុកគេសង្កេតឃើញថាជាមនុស្សចូលចិត្តប្រើកម្លាំងជាងបញ្ញានិងប្រើអារម្មណ៍ជាងហេតុផលហើយលទ្ធផលចុងក្រោយក៏ត្រូវស្លាប់ក្រោមស្នាដៃកូនទាហានរបស់ខ្លួនឯងគឺហោមគៀងនិងទាវតាក់ការស្លាប់របស់ចាំងហ្វីមិនសមនឹងឋានៈជាមេទ័ពសំខាន់របស់លាវប៉ៃឡើយនេះបង្ហាញឲ្យឃើញពីភាពខ្វះសតិបញ្ញាបើទោះបីជាមានការទទួលឱកាសល្អប៉ុណ្ណាក៏ដោយឱកាសនោះក៏នឹងត្រូវសាបសូន្យទៅវិញតែចំណុចល្អរបស់ចាំងហ្វីនោះគឺជាមនុស្សស្មោះស្ម័គ្រនិងមិត្តភក្តិរហូតដល់ថ្នាក់ហ៊ានស្លាប់ជំនួសគ្នាបានបើនិយាយទៅការដែលលាវប៉ៃតែងតាំងខ្លួនឯងជាអ្នកគ្រប់គ្រងនគរមួយក្នុងចំណោមនគរទាំង3បានក៏មានចំណុចចាប់ផ្ដើមពីបរិសម្នាក់នេះដែរកាលនោះក្នុងរជ្ជកាលស្ដេចឡែនតេជាពេលប្រទេសកំពុងកើតចលាចលពេលនោះព្រះរាជដំណាក់មិនខ្វល់ខ្វាយនឹងទុក្ខលំបាករបស់ប្រជារាស្ត្រមន្ត្រីសងំសុខតែរឿងខ្លួនលើសពីនេះនៅមានការយកពន្ធពីប្រជារាស្ត្រថែមទៀតទាំងដែលស្រុកទេសហួតហែងស្ថានភាពច្របូកច្របល់បែបនេះហើយព្រះរាជដំណាក់មិនបានដោះស្រាយអ្វីសូម្បីបន្តិចសោះបណ្ដេតបណ្ដោយរហូតឲ្យកើតក្រុមចៅដែលហៅខ្លួនឯងថាជាឧទាមឈ្នួតក្បាលលឿងដែលដឹកនាំឡើងដោយទាវកុកទាវពោនិងទាវលៀងខណៈនោះក៏ជាពេលដែលលាវប៉ៃគូនអ៊ីនិងចាំងហ្វីបានស្គាល់គ្នាបន្ទាប់ពីដឹងស្ថានភាពពិតរបស់លាវប៉ៃថាជាខ្សែស្រឡាយរាជវង្សដែលខ្ចាត់ព្រាត់រកព្រឹកខ្វះល្ងាចតែក្នុងចិត្តនៅតែចង់ឲ្យប្រទេសជាតិបានស្ងប់សុខក្រោយមកអ្នកទាំង3នាក់ក៏បានស្បត់យកគ្នាធ្វើជាបងប្អូននៅសួនផ្កាប៉េះនៅផ្ទះរបស់ចាំងហ្វីដោយឲ្យលាវប៉ៃធ្វើជាបងទី1គូនអ៊ីជាបងទី2ចំណែកចាំងហ្វីជាប្អូនពៅក្នុងចំណោមបងប្អូនទាំង3ចាំងហ្វីមានជីវភាពប្រសើរជាងគេតែមិនបានស្អប់ខ្ពើមបងរួមសម្បត្តិទាំងពីរឡើយលើសពីនេះចាំងហ្វីថែមទាំងបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួនឯងជាច្រើនដើម្បីឧបត្ថម្ភដល់លាវប៉ៃក្នុងកិច្ចការធំទៀតផងការបង្កើតស្នាដៃដំបូងរបស់ពួកគេគឺបង្ក្រាបឧទាមឈ្នួតក្បាលលឿងការគ្រានោះចាំងហ្វីបានបបួលអ្នកភូមិដែលពេញកម្លាំងចូលរួមប្រយុទ្ធរហូតដល់30នាក់និងបានរៀបចំអាវុធយ៉ាងគ្រប់សពអ្វីដែលពិសេសជាងនេះទៀតផងនោះគឺការទទួលបានការគាំទ្រពីឈ្មួញសេះទាំងពីរគឺទាវសេកផងនិងឡាវសុងដោយបានឧបត្ថម្ភសេះចំនួន50ក្បាលប្រាក់500ដំឡឹងដែក100ហាបដើម្បីកិច្ចការនេះការបណ្ដាក់ទុនជាមួយនឹងមិត្តថ្មីរបស់ចាំងហ្វីការគ្រានោះប្រៀបបាននឹងការទិញទឹកចិត្តដ៏មានតម្លៃដែលអាចបរាជ័យច្រើនជាងជោគជ័យព្រោះជាពេលដែលស្រុកទេសមានតែភាពចលាចលតែប៉ុណ្ណោះមិនដឹងថាស្ថានភាពទៅថ្ងៃមុខនឹងទៅជាយ៉ាងណាទោះលាវប៉ៃជាខ្សែស្រឡាយរាជវង្សក៏ពិតមែនតែគ្រាន់តែជាខ្សែស្រឡាយរាជវង្សដែលធ្លាក់ដុនដាបប៉ុណ្ណោះដោយមិនខុសពីជនសាមញ្ញទូទៅឡើយចាំងហ្វីចាត់ទុកលាវប៉ៃនិងគូនអ៊ីដោយបងប្អូនបង្កើតបន្ទាប់ពីនោះមកពួកគេរួមប្រយុទ្ធគ្នាជាមួយគ្នារហូតពេលខ្លះស្ទើរគ្មានជីវិតត្រឡប់មកវិញការរស់នៅរបស់លាវប៉ៃពីដំបូងប្រៀបដូចអ្នកតាគ្មានខ្ទមត្រូវរស់អាស្រ័យនឹងអ្នកមានអំណាចដទៃទៀតនឹងច្រើនតែត្រូវគេមើលងាយហើយចាំងហ្វីនេះហើយច្រើនតែបង្ករឿងដោយសារមូលហេតុខាងលើជាញឹកញាប់លាវប៉ៃឬគូនអ៊ីតែងតែចូលទៅហាម5ចាំងហ្វីដើម្បីកុំឲ្យរឿងវែងឆ្ងាយទោះបីខឹងខ្លាំងប៉ុណ្ណាពេលបងទាំងពីរហាមឃាត់ចាំងហ្វីតែងតែស្ដាប់តាមបញ្ជាក់ឲ្យឃើញថាគេជាមនុស្សប្រកាន់សច្ចភាពយ៉ាងខ្លាំងព្រោះគ្មានអ្នកណាសុខចិត្តបណ្ដាក់ទុននឹងរឿងដែលមានឱកាសបរាជ័យច្រើនដូចនោះទេរឿងទាំងនេះប្រសិនបើគេគិតផលប្រយោជន៍ត្រឡប់មកវិញធ្វើឲ្យយើងគិតរឿងមិត្តភាពតែម្ដងព្រោះផលប្រយោជន៍និយាយមកលើ
អាចមិនត្រឡប់មកវិញជាមាសប្រាក់គេឈ្មោះឬយសស័ក្តិឡើយពាក្យថាមិត្តភាពជារបស់ដែលមិនអាចកាត់ថ្លៃបានក្នុងការធ្វើការចូលទៅរាប់មិត្តភ័ក្តិជារឿងសំខាន់ខ្លាំងណាស់វាជាចាំបាច់ត្រូវតែមានអ្នកផ្សេងមករួមចំណែកមនុស្សពូកែម្នាក់មិនអាចយកឈ្នះមនុស្សធម្មតាដែលមានមិត្តភាពល្អបានឡើយនេះជាគោលការណ៍សំខាន់ផ្លូវជោគជ័យទោះនៅក្នុងសម័យណាក៏ដោយក៏នៅតែប្រើការបានដែរ